កូនឈើនោះស្រាប់តែដុះលូតលាស់ឡើងយ៉ាងលឿនសែងឆ្មាចាស់ឡើងទៅលើខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទីក្រុងលើមេឃទីនេះមានរុក្ខជាតិខ្ពស់ជាងដើមឈើទៅទៀតហើយមានសត្វល្អិតធំជាងស្វាទៅទៀតបរិស្ថានដែលមិនធ្លាប់ស្គាល់ធ្វើឲ្យឆ្មាចាស់មានការភ័យខ្លាចយ៉ាងខ្លាំងងាកមកមើលកន្លែងនេះវិញភ្នែករបស់វារួមបើកធំវីឡាដ៏ប្រណីតមួយបានបង្ហាញខ្លួននៅចំពោះមុខវាដោយសារតែការចង់ដឹងចង់ឃើញខ្លាំងពេកវាបានឡើងទៅលើនោះហើយក៏បានប្រទះឃើញសត្វបក្សីដ៏ធំមួយនេះជាអាហារដែលឆ្មាចាស់ចូលចិត្តជាងគេវាក៏រំភើបចិត្តយ៉ាងខ្លាំងហើយចាប់យកបក្សីនោះមកប៉ុន្តែសប្បាយបាត់ត្រឹមតែ3 វិនាទីប៉ុណ្ណោះស្រាប់តែយៈបានបង្ហាញខ្លួនឆ្មាចាស់ដែលមិនធ្លាប់ជួបស្ថានភាពបែបនេះក៏រត់យកតែរួចខ្លួនលាក់ខ្លួននៅជុំខាងដបដង្ហើមសឹងមិនដល់គ្នាពេលដែលយៈដើរចេញទៅវាបានចាប់ផ្ដើមធ្វើសកម្មភាពភ្លាមវាបានរកឃើញត្រីងៀតមួយហើយបន្ទាប់មកក៏ចាប់ផ្ដើមដាក់អន្ទាក់ឆ្មាចាស់ឆ្លាតបានតែមួយផ្លេតក៏ស្រាប់តែខ្សែដែលចង់ត្រីនោះរបូតចេញលើកនេះពិតជាយ៉ាប់មែនទែនសម្លេងដ៏ខ្លាំងមួយបានធ្វើឲ្យសត្វឆ្កែពីរដឹងខ្លួនឆ្មាចាស់ភ័យស្លន់ស្លោរត់គ្មានទីដើរហើយក៏ជ្រុលចូលទៅក្នុងរូងសត្វកញ្ជ្រោងកំពុងតែបំបើកូនស្រាប់តែមានអារម្មណ៍ថាខុសប្លែកពីធម្មតាសម្លឹងមុខគ្នារួចពួកវាក៏ភ្ញាក់ផ្អើលហើយនាំគ្នារត់យកតែរួចខ្លួនដែលធ្វើឲ្យឆ្មាចាស់រួចផុតពីការតាមចាប់បន្ទាប់មកឆ្មាចាស់បានយកទូនៅវីសមកចងនឹងឈើហើយព្យាយាមប្រើវាដើម្បីដោះវីសនៅត្រង់បក្សីប៉ុន្តែមិននឹកមើលថាវានឹងធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់នោះទេតាមពិតទៅវាមិនអាចទៅរួចទេលើកនេះវាប្រើគោលការណ៍ដងផ្លឹងដើម្បីទើបតែចាប់បានបក្សីមាសមួយក្បាលតែមិននឹកស្មានថាផ្លែប៉ោមនោះមានប្រព័ន្ធតាមដានជាប់មកជាមួយសម្លេងដ៏ខ្លាំងនោះបានធ្វើឲ្យយៈដឹងខ្លួនមិននឹកស្មានថាមានអ្នកហ៊ានមកលេងសើចនឹងខ្លួនបែបនេះទេវាខឹងខ្លាំងណាស់ក៏ស្ទុះមករកតែម្ដងឆ្មាចាស់ភ័យស្លន់ស្លោរត់យកជីវិតសឹងតែមិនទាន់ល្បឿនរបស់វាលឿនដូចជាអ្នករត់ប្រណាំងអូឡ িম্প ិកអញ្ចឹងឃើញឆ្មាចាស់រត់ចុះតាមដើមវ៉ូលីយ៉ាងលឿនយៈក៏តាមចុះមកតាមដើមវ៉ូលីនោះដែរប៉ុន្តែឆ្មាចាស់ឆ្លាតណាស់វាបានកាត់ដើមវ៉ូលីផ្ដាច់ចេញនៅពេលដែលវ៉ូលីដាច់យៈក៏ធ្លាក់ចុះមកពីលើមេឃឆ្មាចាស់ដែលរត់មិនទាន់ក៏ត្រូវលាក់ចុះមកដល់ម្ខាងទៀតនៃផែនដីតែម្ដង